我的作业快做完了我的作业快做完了កិច្ចការផ្ទះរបស់ខ្ញុំធ្វើជិតរួចហើយអូខេ作业ហ្នឹងគឺកិច្ចការងារផ្ទះណាកិច្ចការផ្ទះកិច្ចការផ្ទះដែលគ្រូដាក់ពីសាលាឲ្យហ្នឹងហៅ作业ណាអូខេ快做完了ធ្វើជិតរួចហើយណាអូខេអញ្ចឹងមិនថាម៉ាក់គាត់សួរយើងអញ្ចឹងក៏ណាកិច្ចការងារផ្ទះដែលគ្រូដាក់ឲ្យហ្នឹងក៏ឯងធ្វើរួចនៅថាម៉ាម៉ា我的作业快做完了អត់អីម៉ាការកិច្ចការងារផ្ទះខ្ញុំហ្នឹងធ្វើជិតរួចហើយយើងនិយាយបែបហ្នឹងតើអ្នកនរគ្នាងាយស្រួលណាដូចលsưដាក់មេរៀនឲ្យកិច្ចការងារផ្ទះដែលលsưដាក់ឲ្យអញ្ចឹងណានឹងសម្រាប់គ្រូសម្រាប់សិស្សហ្នឹងគឺសម្រាប់សិស្សដែលគាត់រៀនជាមួយលsưអញ្ចឹងទៅតែងតែមានកិច្ចការងារផ្ទះឲ្យគាត់តែងតែមាន作业ឲ្យគាត់ហើយអញ្ចឹងក៏លsưតែងតែសួរបែបហ្នឹងដូចគ្នាណាអូខេតប្រយោគទី2好学生努力学习好学生努力学习សិស្សល្អខំប្រឹងរៀនឬក៏សិស្សល្អខំប្រឹងសិក្សាណា好学生ហ្នឹងគឺសិស្សល្អ努力学习努力ហ្នឹងខំប្រឹងឬក៏ព្យាយាមណា学习ហ្នឹងគឺរៀនណារៀនសូត្រហ្នឹងហើយសិស្សល្អខំប្រឹងរៀនសូត្រឬក៏សិស្សល្អព្យាយាមរៀនសូត្រសិក្សាអញ្ចឹងទៅតើណាអញ្ចឹងបើសិនជាយើងសិស្សល្អយើងតែងតែខិតខំប្រឹងប្រែងរៀនសូត្រដែរមិនបាច់គ្រូនិយាយច្រើនគឺយើងខិតខំតែខ្លួនឯងតែម្ដងអាហ្នឹងគេហៅថា好学生努力学习 OK តប្រយោគទី3好好照顾自己好好照顾自己ថែរក្សាខ្លួនឲ្យបានល្អណា好好照顾自己照顾នឹងថែរក្សាអ្នកនរគ្នា自己នឹងខ្លួនឯងណា好好ហ្នឹងឲ្យបានល្អអញ្ចឹងមិនតែគ្នាមើលពាក្យស្ទួនគ្នាពីរដងមិនថាពាក្យថា好好ហ្នឹងហើយមិនថា好好学习រៀនសូត្រឲ្យបានល្អរៀនហើយរៀនទៀតរត់រៀនតតែបានល្អនេះថាដូចមួយទៀតគេហៅថាខានណាមើលឲ្យមើលទៀតណាក្រៅខានឲ្យខ្ញុំមើលថាមើលឲ្យមើលទៀតមើលតតែបានល្អអញ្ចឹងណាអូខេក្នុងន័យនេះក៏ដូចគ្នាដែរនឹងហៅចោគូជីបានន័យថាថែរក្សាខ្លួនឯងឲ្យបានល្អមើលថែខ្លួនឯងឲ្យបានល្អអញ្ចឹងណាយ៉ាងកុំឲ្យគេបារម្ភអញ្ចឹងមើលធ្វើម៉េចក៏ដោយខិតខំមើលថែខ្លួនឯងបានល្អទៅគឺបានហើយយើងឆ្ងាយពីផ្ទះអីចឹងពុកម្ដាយគាត់បារម្ភអញ្ចឹងគាត់តែងតែនិយាយពាក្យហ្នឹងហើយអូខេតប្រយោគចុងក្រោយណា英语很容易学英语很容易学英语很容易学អូខេភាសាអង់គ្លេសងាយស្រួលរៀនណាអូខេ英语ហ្នឹងគឺភាសាអង់គ្លេសណាដល់គ្នា很容易ហ្នឹងគឺងាយស្រួលណាដល់ពេល很ហ្នឹងណាអូខេ学ហ្នឹងគឺរៀនអូខេភាសាអង់គ្លេសគឺងាយស្រួលរៀនណាដល់គ្នាគិតអញ្ចឹងភាសាអង់គ្លេសងាយស្រួលរៀនអត់ចាស់ភាសាចិនវិញដល់គ្នាសួររៀនអត់ចឹងបើស្រួលរៀនជួយខមមិនម្នាក់មួយណាអូខេចាំជួបគ្នាវីដេអូក្រោយណាបើអត់តន់ចូលមើលម្ដងទៀតអូខេបើសិនជាចង់រៀនអាចខមមិនឆាតសួរលឺតាម page បានណាអូខេបាយបាយ